សួស្តីអ្នកទាំងអស់គ្នាបាទមកដល់ទៀតហើយ Oppo Reno 5បញ្ហាជាប់លេខកូដដៃហើយខ្ញុំនឹងប្រាប់ពីរបៀប reset ដោះវាជាដំបូងគឺយើងត្រូវចុចបាទចុចបិទវាសិនអូចុះក្រោម power off បាទឲ្យវាបិទឲ្យស្រួលបួលសិនយើងចុច volume នេះ volume ខាងក្រោមគេហ្នឹងជាមួយនឹងប៊ូតុង power យើងចុច volume ទាំងពីរហ្នឹងឲ្យជាប់ណាបាទចុចបែបហ្នឹងនៅពេលដែលចេញ logo បែបហ្នឹងហើយយើងបន្លែងប៊ូតុង power ចំណែកអា volume ដកហ្នឹង volume បន្ថយសលេងហ្នឹងគឺយើងនៅចុចដដែលបាទជាប់ចឹងរហូតទៅដល់កន្លែងនេះបាទអញ្ចឹងយើងយកអង់គ្លេសយើងយកមួយណាក៏បានដែរតែយើងចេះអានបាទតែខ្ញុំយកអង់គ្លេសទេថាខ្ញុំចេះអង់គ្លេសអញ្ចឹងយើងយក format data ចុចលើពាក្យ format data ហ្នឹងទៅបន្ទាប់មកទៀតវាឲ្យចុចលេខនៅខាងលើហ្នឹងលេខកូដហ្នឹង18 15អូខេហើយចុចពាក្យថា format អូខេឥឡូវនេះវាបំពង format data ចោលហើយចុចអូខេទៅគឺវា restart auto អូខេចាំបន្តិចកន្លែងនេះខ្ញុំកាត់ចោលបន្តិចមកឲ្យវីដេអូវាវែងពេកអូខេចុចទៅមុខនេះCambodia ទៀតគ្រីសទាំងអស់ទៅទៀតគេទៀតចុច skip នៅខាងលើអូខេតាមទៅទៀតចុចម្ដងទៀតគេទៅហើយអូទៀត skip get started អូខេឥឡូវនេះយើងបើកពលិវាតិចភាសាវារៀងល្ងិតភ្លឺជាទៅសូមបើកចូលទៅក្នុង setting ចុចក្រោម about device អូខេហើយ Oppo Reno 5 Okay, thank you for watching.